ពណ៌រ៉ុកែតអម70ជាប្រភេទរ៉ុកែតដែលមានសមត្ថភាពខ្ពស់ត្រូវបានអភិវឌ្ឍឡើងដោយប្រទេសឆេកូស្លូវ៉ាគីក្នុងសម័យកាលសង្គ្រាមត្រជាក់វាត្រូវបានដំឡើងនៅលើរថយន្តធុនធ្ងន់ដែលផ្ដល់នូវសមត្ថភាពធ្វើដំណើរលើផ្លូវបានយ៉ាងល្អវាមានបំពង់បាញ់ចំនួន40ដែលត្រូវប្រើគ្រាប់ទំហំ122មីលីម៉ែត្រលក្ខណៈពិសេសរបស់អម70គឺវាខ្លាំងជាង BM21 ក្រាតវាផ្ទុកនូវគ្រាប់ពិតដែលបំរុងនៅពីក្រោយកាប៊ីនដែលអនុញ្ញាតឲ្យអ្នកបាញ់អាចបញ្ចូលគ្រាប់ថ្មីចំនួន40ថែមចូលទៅក្នុងបំពង់បាញ់យ៉ាងលឿននិងរហ័សត្រឹមតែប្រមាណវិនាទីប៉ុណ្ណោះប្រព័ន្ធរ៉ុកែតអម70មាន40គ្រាប់អាចបាញ់ចេញក្នុងពេលតែមួយត្រឹមតែរយៈពេលប្រហែល20វិនាទីហើយចំនួនបំផ្លាញរបស់វាគឺធំធេងស្មើនឹងតារាង3បាល់ទាត់ចំនួន3អាស្រ័យលើប្រភេទរ៉ុកែតដែលប្រើប្រាស់ប៉ុន្តែជាទូទៅចម្ងាយបាញ់ចាប់ពី20ទៅ30គីឡូម៉ែត្រសម្រាប់គ្រាប់ចំនួនថ្មីដោយសារវាប្រើទូរយន្តដែលធុនធ្ងន់វាអាចផ្លាស់ទីយ៉ាងរហ័សនិងលឿនក្រោយពេលបាញ់រួចដើម្បីគេចពីការវាយបករបស់សត្រូវមិនតែប៉ុណ្ណោះអម70ត្រូវបានប្រើយ៉ាងទូលំទូលាយដោយទូកងទ័ពទូទាំងប្រទេសជុំវិញពិភពលោកវាត្រូវបានគេទទួលស្គាល់ថាជាអាវុធដែលភាពធន់ងាយស្រួលថែទាំនិងមានប្រសិទ្ធភាពក្នុងការវាយប្រហារលើទ័ពថ្មើរជើងគ្រប់គ្រងកងទ័ពថ្មើរជើងការពារបន្ទាយឬបំផ្លាញទីតាំងសត្រូវសំខាន់ៗរបស់សត្រូវបច្ចុប្បន្នផ្នែកទម្រង់ទំនើបរបស់អម70ក៏កំពុងតែបានយ៉ាងប្រើប្រាស់យ៉ាងសកម្មនៅក្នុងចំនួនទំនើបមួយចំនួនដោយបន្ថែមប្រព័ន្ធគ្រប់គ្រងការបាញ់ Digital ឬក៏ប្រើក្បាលដែលជាប់ទៅនឹង GPS ដែលធ្វើឲ្យអម70ប្រើប្រាស់ទៅយ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងនោះដែរអម70ជាប្រភេទអាវុធដែលមានអានុភាពបំរុងខ្លាញ់ខ្ពស់និងជាដៃគូដ៏គួរឲ្យខ្លាចនៅលើសមរភូមិដោយសារតែសមត្ថភាពផ្ទុកគ្រាប់បំរុងយ៉ាងរហ័សនិងបាញ់បានភ្លាមៗនិងអាចចល័ត